ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ថ្ងៃនេះលោកគ្រូនឹងបង្ហាញពីរបៀបនៃការចូលទៅទាញយកវិញ្ញាបនបត្រដែលបងប្អូនបានប្រឡងឬក៏លោកគ្រូអ្នកគ្រូទាញយកជូនសិស្សានុសិស្សរបស់យើងបាទអញ្ចឹងយើងចូលទៅថ្នាលបឋមតេស្តនឹងប្រឡងរបស់សិស្សនេះមកបាទជាបែបនេះអញ្ចឹងក្រោយពីគាត់បានប្រឡងគាត់ធ្វើតេស្តប្រចាំខែរួចយើងត្រូវការផ្ដល់វិញ្ញាបនបត្រជូនគាត់អញ្ចឹងគឺយើងចុចនេះសញ្ញាពៀននេះបាទចុចមកយើងនឹងចេញបែបនេះអញ្ចឹងនៅខាងលើនេះគឺមានការបរិច្ឆេទឬក៏ផែនការសម្រាប់គាត់អនុវត្តបន្តបាទហើយបតុងមួយទៀតនេះគឺទាញយកវិញ្ញាបនបត្រនេះអញ្ចឹងយើងចុចមកដល់ទាំងនេះមកយើងឃើញនេះមុខវិជ្ជាទូទៅគឺយើងទៅបានមួយហ្នឹងហើយយើងជាប់ចាប់ពី 85% ឡើងទៅហ្នឹងគឺយើងនឹងទទួលបានវិញ្ញាបនបត្រហើយអញ្ចឹងវិញ្ញាបនបត្រយើងចុចឡើងនេះមកវានឹងដាក់ទាញយកឬក៏ download បាទយើង download មកនៅពេលដែលឡើងនេះវា load មកចេញ open អញ្ចឹងយើងបើកមើលឃើញហើយនេះឃើញលទ្ធផលរបស់សិស្សរបស់យើងដែលបានអនុវត្តជាមុខវិជ្ជាភាសាខ្មែរទី4អញ្ចឹងយើងអាច share យើងអាចទាញយកបានតាមតម្រូវការហើយវីដេអូនេះមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា